សួស្តីអ្នកគ្នាជួយជាមួយខ្ញុំលីនដាទេណាថ្ងៃនេះអត់មាននាំរឿងថ្មីអញ្ចឹងកុំខាតពេលវេលាយូរយើងជួយដល់សាច់រឿងយើងត្មងអញ្ចឹងតាមលោកស្រីរឿងក៏បានឃើញទូប្រុសកំពុងតែជន់ទូស្រីអ្នកពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់លីលីការ៉ៃឬខ្ញុំគួរតែហៅអ្នកជាស្រីសម្ភើ FBI ទេអ្នកគួរតែហៅខ្ញុំ River Winston បិទមកទៅស្រីសម្រាមទូប្រុសរបស់យើងឃើញទូស្រីតមកអញ្ចឹងក៏ដោតនាងមួយទំហឹងបើកមាត់សន្ទ្ររបស់យើងនឹងដូចជាមិនទេអ្នកមិនចឹងទេវាកាន់តែប្រសើរសារព្រំក្រហមត្រូវបាននៅដឡោមពេលដែលរឿងនេះចប់សន្ទ្រនឹងសម្រាប់ខ្ញុំជាមិនខានសន្ទ្រតើអ្នកគ្រាន់តែសម្រាប់ខ្ញុំទេអបិសន្ទ្ររបស់យើងនឹងកៀងខ្លាំងហ្មងដោយទឹកមុខមិនអាចអានបានរបស់គាត់ណាទូស្រីក៏បាននិយាយតទៀតថាយកជីវិតខ្ញុំរួចហើយអបិសន្ទ្ររបស់យើងនឹងអត់មានកិច្ចតអីទេដកកំភ្លើងពីអាប៉ៅចុងមាត់ទូស្រីយកហ្មងសុំទោសខ្ញុំមិនអាចធ្វើបានទេកាន់មកដល់ព្រឹកស្អែកលីលីបានទៅហាងលោកប៊ែនចាមីនខ្ញុំកំពុងតែទៅផ្សារតើខ្ញុំអាចយកឡានដឹកទំនិញរបស់អ្នកបានទេយកព្រមទេឈប់សិនទិញទំនិញហេតុអ្វីបានជាអ្នកទៅផ្សារភ្លាមខ្ញុំត្រូវទៅផ្សារព្រោះអ្នកនឹងត្រឡប់មកវិញនៅថ្ងៃស្អែកមិនមែនដូចគេការលើកមុនទេអាហារដែលកំងពីចិនគឺញ៉ាំមិនកើតខ្ញុំនឹងប្រញាប់ត្រឡប់មកវិញសំឡេងនោះគឺជាណេតរីវ៉ារបស់យើងបានរត់ទៅអោបណេតតើអ្នកសុខសប្បាយទេមើលតើអ្នកដូចជាស្រកទម្ងន់ខ្លាំងណាស់សុំទោសអ្នកគ្នាពួកឯងមានសំឡេងរំខានតិចហើយមិនមែនតើសោះមិនមែនតែសារតែអ្នកមិនបានឃើញខ្ញុំមួយរយៈមែនទេដោយសារតែអ្នកមិនបានទូរស័ព្ទមកខ្ញុំពួកខ្ញុំមានគម្រោងថានឹងគិតថាអ្នកនឹងមកថ្ងៃស្អែកដូចនេះខ្ញុំហៀបនឹងទៅផ្សារខានជួបគ្នាយូរហើយ River Winston តែអ្នកបានធ្វើបានល្អទេ Jonathan ខ្ញុំបានមកពីព្រោះខ្ញុំមានរឿងបន្ទាន់ត្រូវនិយាយជាមួយអ្នកពេលនិយាយអំពីការស្ដារឡើងវិញរបស់ខ្ញុំមិនរំពឹងថារឿងនេះវានឹងកើតឡើងទេបើមិនអញ្ចឹងខ្ញុំគ្មានអ្វីត្រូវនិយាយជាមួយអ្នកទៀតទេនេះជាមូលហេតុដែលពួកគេងាយស្រួលប្រកល់ស្ត្រីដែលបានកាត់ជីដុំឲ្យប្រើកម្លាំងហួសហេតុខ្ញុំនឹងចាក់ចេញមុនគេខ្ញុំមានកន្លែងមួយដែលត្រូវទៅដូច្នេះតើអ្នកអាចចាក់ចេញបានទេខ្ញុំចំណាយពេលតែ1ភេទប៉ុណ្ណោះតែយើងអាចនិយាយគ្នាអំពីរឿងនេះបានទេដូច្នេះហើយបានជាពួកគេទាំងពីរបាននាំជួបជុំគ្នាពួកគេដឹងថាខ្ញុំមិនអាចបដិសេធបានផ្ដល់ជូននៅការណាត់ជួបយ៉ាងងាយស្រួលចូលផ្លាទីទៅកន្លែងស្ងាត់ចាប់តាំងពីពួកគេនៅកន្លែងស្ងាត់ឥឡូវនេះប្រាប់ខ្ញុំមកថាមានរឿងអ្វីខ្ញុំមានបេសកកម្មសម្ងាត់មួយខ្ញុំចង់ប្រគល់ឲ្យអ្នកប្រសិនបើអ្នកបំពេញវាដោយសុវត្ថិភាពខ្ញុំនឹងស្ដារអ្នកឡើងវិញទៅកាន់ទីតាំងដើមដូចជាការផ្ដល់ជូនដ៏ពិសេសមានន័យថាបេសកកម្មនោះមានគ្រោះថ្នាក់ខ្លាំងនិងកខ្វក់ខ្លាំងតើបេសកកម្មនោះជាអ្វីសញ្ឈាមតែមួយគាត់របស់អាន់តូនីគឺ Alessandro Radial ពីបើនាងបានសម័យកាលពីនាងនៅក្មេងតើខ្ញុំអាចភ្លេចឈ្មោះនោះដល់របៀបណា Alessandro Radial ជាមិត្តភក្តិនិងជាកូនប្រុសតែម្នាក់គត់នៅក្នុងរាជវង្សនៅជាបេសកកម្មរបស់ River Winston តើអ្នកមានពាក្យបណ្ដឹងទេសម្រាប់បេសកកម្មនេះអ្នកកំពុងតែផ្ដល់ជូនឲ្យខ្ញុំនៅបេសកកម្មសម្ងាត់កម្ពុជាមួយដើម្បីទៅជួប Alessandro មិនមែនជា Anthony ទេថាការនៅកម្ពុជា Mafia នឹងជួញដូរគ្រឿងញៀនដ៏ធំបំផុតហើយបច្ចុប្បន្ននេះដែល FBI ចង់បានបំផុតបន្តមកមានន័យថាអ្វីដែលយើងកំពុងតែព្រួយបារម្ភគឺការស្វែងរកទីតាំងរបស់លោក Anthony ប៉ុន្តែអ្វីដែលអ្នកបានដឹងរួចទៅហើយលោក Anthony បានបាត់ខ្លួនអស់ជាច្រើនឆ្នាំហើយមានពេលចាំអារម្មណ៍ថាគាត់បានស្លាប់បាត់ទៅហើយប៉ុន្តែមិនទាន់មានផែនការបន្តវេនណាមួយដែលត្រូវបានអនុលោមដែលមានន័យថាគាត់នៅតែមានជីវិតដូច្នេះយើងត្រូវការជ្រៀតជ្រែងចូលពីអ្នកក្នុងលំវងរបស់គាត់យើងនឹងដោះស្រាយជាមួយមនុស្សអាក្រក់ដែលកំពុងលាក់ពុតប៉ុន្តែហេតុអ្វីបានជាខ្ញុំនៅក្នុងចំណោមមនុស្សទាំងអស់នោះដោយសារតែ Alessandro មានប្រភេទសម្រាប់ដៃគូមុនរបស់គាត់អ្នករាំរបាំបាឡេជាពូជសាសន៍សម្រាប់ស្ត្រីទាំងអស់ដែលមានសក់ពណ៌ខ្មៅនិងភ្នែកពណ៌ខ្មៅដូចជាអ្នកមួយវិញទៀតអ្នករបាំបាឡេជប៉ុនដែលជាតារាម៉ូដែលតៃវ៉ាន់ចម្រុះជាតិសាសន៍ដែលគាត់កំពុងតែគូររូបតែមានសក់ពណ៌ខ្មៅនិងភ្នែកខ្មៅដូចជាអ្នកស្ត្រីអាស៊ីនិងស្ត្រីចម្រុះជាតិសាសន៍ទាំងអស់ក្រៅពីនេះជំនាញភាសាអង់គ្លេសនិងអ៊ីតាលីគឺចាំបាច់បំផុតរួមជាមួយនឹងសមត្ថភាពនិងការបាញ់ប្រហារនិងការប្រយុទ្ធដោយដៃជំនាញពន្យល់ដ៏ល្អឥតខ្ចោះសម្រាប់រាយការណ៍និងព័ត៌មានហើយមានសម្រស់ស្រស់ស្អាតក្នុងចំណោមភ្នាក់ងារការងារយើងទាំងអស់មានសមស្របនឹងលក្ខខណ្ឌវា